ស្ដេចខ្មែរពីសម័យមហានគរពីបុរាណមកគឺស្ដេចដែលមានបុណ្យបារមីខ្ពង់ខ្ពស់ដែលព្រះឥន្ទ្រាធិរាជនិងពួកទេវតាទាំងឡាយតាមថែរក្សាការពារនិងស្ដេចទេវតាដ៏ជាធំបានប្រើឲ្យពួកទេវបុត្រ4ព្រះអង្គចុះមកប្រែក្រឡាភេទជាមនុស្សលោកធម្មតាហើយឲ្យទៅសុំចុះចូលព្រះបាទធនញ្ញយញ្ញនោះឲ្យទ្រង់តែងតាំងខ្លួនធ្វើជាកងសេនារក្សាការពារព្រះអង្គហើយទេវបុត្រទាំង4អង្គនោះនៅចាំថែរក្សាការពារព្រះបាទធនញ្ញយញ្ញគ្រប់ពេលវេលាហើយព្រះឥន្ទ្រាធិរាជក៏បានប្រើឲ្យទេវបុត្រមួយអង្គទៀតចុះមកប្រែក្រឡាធ្វើជាស្ដេចដំរីសដើម្បីនឹងចាំធ្វើជាយានជំនិះរបស់ព្រះបាទធនញ្ញយញ្ញនឹងចាំដល់ព្រះអង្គទ្រង់សោយទីវង្គតហើយកាលណាគឺឲ្យទេវបុត្រទាំង4អង្គដែលប្រែក្រឡាភេទជាមនុស្សលោកធម្មតាជាកងសេនារក្សាការពាររបស់ព្រះបាទធនញ្ញយញ្ញនោះហើយឲ្យបូជាព្រះសពរបស់ព្រះបាទធនញ្ញយញ្ញរួចហើយកាលណាឲ្យរើសយកនៅព្រះអធិធាតុគឺឆ្អឹងរបស់ទ្រង់ដាក់ក្នុងព្រះបរមរតនកោដ្ឋរួចហើយលើកនៅព្រះបរមរតនកោដ្ឋនោះដាក់លើខ្នងស្ដេចដំរីសជាទេវបុត្រប្រែក្រឡានោះហើយនាំគ្នាហោះវឹងឲ្យឆាប់លឿនទៅកាន់ឋានសួគ៌ក្នុងរំពេចនោះអធិធាតុគឺឆ្អឹងរបស់ព្រះបាទធនញ្ញយញ្ញគឺមិនបានតាំងស្ថិតនៅក្នុងផែនដីនៃមនុស្សលោកនេះសូម្បីតែបន្តិចបន្តួចក៏គ្មាននៅលើភពផែនដីនេះគឺមានតែនៅក្នុងឋានសួគ៌ទេវលោកជាឋានរបស់ពួកទេវតាតែប៉ុណ្ណោះមូលហេតុដែលពួកទេវតាថែរក្សានិងគោរពបូជាព្រះបាទធនញ្ញយញ្ញដូច្នោះគឺដោយសារព្រះអង្គទ្រង់គឺជាអ្នកដែលបានសម្រេចនៅអរិយភូមិគឺជាព្រះអរិយបុគ្គលថ្នាក់ព្រះអនាគាមិបុគ្គលក្នុងអរិយភូមិទាំង8ក្បែរនឹងព្រះអរហត្តផលជាគុណធម៌ដ៏ខ្ពង់ខ្ពស់ក្រៃលែងបំផុតរបស់មនុស្សដ៏អច្ឆរិយៈវិសេសបំផុតលើសអស់មនុស្សនិងទេវតានិងសព្វសត្វទាំងឡាយក្នុងលោកហត្ថថាប្រណមបង្គំថ្វាយបូជាដងវាយថ្វាយបារមីព្រះអង្គមានឫទ្ធិលើអ្វីអ្វីសិនដល់ត្រូវនៃសត្វលោកផងខ្ញុំចាំសូមក្រាបក្រោមបាត